បើ keyboard មានបញ្ហាឬកាំងគ្រាប់ចុចណាមួយយើងក៏អាចប្រើ screen keyboard ជំនួសបានដែរស្វាគមន៍មកកាន់ CH Sharing ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការបើក screen keyboard នៅលើ computer ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់អញ្ចឹងតោះមកមើលការបើកនោះទាំងអស់គ្នាដូចនេះខ្ញុំនឹងបង្ហាញនៅ screen keyboard ចំពោះ computer របស់ខ្ញុំនេះដែល screen keyboard នេះវានឹង support គ្រប់ភាសាដែលយើងប្រើប្រាស់ដូចជាខ្ញុំប្រើភាសាខ្មែរហើយនិងភាសាអង់គ្លេសអញ្ចឹងវាគឺប្រើបានទាំងចំពោះភាសាអង់គ្លេសក៏ដូចជាភាសាខ្មែរដូចគ្នាដូចនេះតោះតើមើលការបើក screen keyboard ហ្នឹងទាំងអស់គ្នាវាមានពីរជម្រើសក្នុងការបើកទី1គឺយើងចូលទៅកាន់ setting របស់ computer របស់យើងសិនទៅហើយស្វែងរកនៅពាក្យ accessibility scroll ចុះក្រោមរកត្រង់ពាក្យថា keyboard អញ្ចឹងនៅក្នុង keyboard នេះគឺវាផ្ទុកព័ត៌មានជាច្រើនដែលទាក់ទងជាមួយ keyboard របស់យើង scroll កាអីហ្នឹងអញ្ចឹងយើងស្វែងរកនៅត្រង់ on screen keyboard អញ្ចឹងកន្លែងហ្នឹងយើងឃើញ off អញ្ចឹងយើងបើក off ហ្នឹងទៅជា on វិញទៅនេះអញ្ចឹងគឺយើងឃើញហើយថាយើងនឹងបាននៅ screen keyboard របស់យើងនៅលើ computer របស់យើងឥឡូវខ្ញុំសារវាសាកល្បងដោយការចុចនៅលើ screen keyboard ហ្នឹងទៅដូចជាខ្ញុំសាកសរសេរពាក្យថាសួស្តីឥឡូវខ្ញុំសារវាជាភាសាអង់គ្លេសវិញម្ដងអញ្ចឹងយើងផ្លាស់ប្ដូរភាសាសិនទៅផ្លាស់ប្ដូរពីភាសាខ្មែរទៅភាសាអង់គ្លេសនៅលើ keyboard គឺយើងចុចនៅត្រង់ key window ហើយនឹងកន្លែងដកឃ្លីអូខេអញ្ចឹងគឺវាយើងឃើញហើយថានៅលើ screen keyboard របស់យើងវាបានផ្លាស់ប្ដូរភាសាទៅជាភាសាអង់គ្លេសវិញម្ដងអញ្ចឹងយើងខ្ញុំសាកវាពាក្យ hello អញ្ចឹងយើងឃើញហើយថាវានឹងបានពាក្យ hello នឹងអូខេនេះគឺជាការបើក screen keyboard ដោយការចូលទៅក្នុង setting របស់ computer របស់យើងប៉ុន្តែមានជម្រើសមួយទៀតគឺការប្រើ shortcut key គឺប្រើ key ចំនួន3គឺ key window បូក control ហើយនឹងបូកអក្សរ O អញ្ចឹងយើងចុច key 3នឹងស្មើគ្នាទៅគឺវាចុចបើកscreen keyboard នឹង auto ហើយនេះគឺជាវិធីងាយៗដើម្បីបើក screen keyboard ដើម្បីប្រើអរគុណដែលបានទស្សនាបើសិនជាមានមតិឬក៏ចម្ងល់អាច comment នៅក្រោមវីដេអូនេះបានហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់កុំភ្លេចជួយចុច like ក៏ដូចជា subscribe ឲ្យ channel ខ្ញុំមួយផងអរគុណជម្រាបលា